សួស្តីបងប្អូនទាំងអស់ថ្ងៃនេះគឺជាថ្ងៃដំបូងក្នុងការសិក្សាភាសាអង់គ្លេសជាមួយលោកគ្រូហើយថ្ងៃនេះលោកគ្រូបានយកមួយដែលយកមកបរៀនបងប្អូនគឺពាក់ព័ន្ធជាមួយនឹង present simple បើសិនជាយើងបកជាភាសាខ្មែរគឺបច្ចុប្បន្នកាលធម្មតាក៏ប៉ុន្តែសម្រាប់លោកគ្រូគឺវាអត់មានន័យទេនៅពេលដែលយើងបកជាភាសាខ្មែរឧទាហរណ៍ណាប៉ុន្តែបើសិនជាអ្នកនរគ្នាចង់ចេះតើ present simple ហ្នឹងវាប្រើប្រាស់យ៉ាងម៉េច present simple ហ្នឹងវាមាន structure វាយ៉ាងម៉េចឬក៏ form វាយ៉ាងម៉េចក៏ដូចជាតើវាមានចំណុចខ្លះកន្លែងណាខ្លះដែលយើងគួរចំណាំនៅក្នុងការប្រើប្រាស់អញ្ចឹងនេះគឺជាចំណុចធំ3ដែលលោកគ្រូតែងតែបង្ហាត់បង្រៀនទៅដល់សិស្សផ្សេងដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការយល់តោះឥឡូវយើងអាចចាប់ផ្ដើមបានក្នុងការសិក្សាភាសាអង់គ្លេសចំណុចវេយ្យាករណ៍មួយនេះពាក់ព័ន្ធជាមួយនឹង present simple tense ដែលជាផ្នែកទី1ដែលលោកគ្រូត្រូវបង្រៀនអ្នកទាំងអស់គ្នាចំណុចសំខាន់4ដែលលោកគ្រូយកមកបង្ហាត់បង្រៀនគឺទី1គឺពាក់ព័ន្ធជាមួយនឹង usage គឺការប្រើប្រាស់ទី2គឺពាក់ព័ន្ធជាមួយនឹង form ឬក៏ structure ជាទម្រង់តើវាមានទម្រង់បែបណានៅក្នុង present simple ហ្នឹងទី3គឺពាក់ព័ន្ធជាមួយនឹង time expression ហើយជាចុងក្រោយទី4គឺពាក់ព័ន្ធជាមួយនឹង spelling rule តើមានចំណុចណាខ្លះដែលយើងគួរចងចាំនៅក្នុងការប្រើប្រាស់spelling rule របស់ present simple ហ្នឹងហើយចំណុចនេះ when to use តើយើងប្រើប្រាស់ present simple ហ្នឹងរបៀបយ៉ាងម៉េចនៅក្នុងការប្រើប្រាស់របស់វាអញ្ចឹងលោកគ្រូបានដាក់ចំនួន4ទី1គឺយើងចង់និយាយពី daily routine ជាទម្លាប់ប្រចាំថ្ងៃនៅក្នុងជីវិតរបស់មនុស្សឧទាហរណ៍ថា I wake up at 6 am អ្នកខ្ញុំក្រោកពីព្រឹកនៅម៉ោង6ឬក៏ she goes to school every day នាងទៅសាលាជារៀងរាល់ថ្ងៃដល់ពេលចំណុចទី2គឺពាក់ព័ន្ធជាមួយនឹង general facts គេហៅថាពិតទូទៅឧទាហរណ៍នេះដូចឧទាហរណ៍ថា the sun rise in the east គេថាព្រះអាទិត្យរះពីទិសខាងកើត water boils at 100 degrees ទឹកពុះនៅកម្ដៅ100អង្សាសេចំណែកឯទី3ក្នុងការប្រើប្រាស់ទី3គឺ habit មានន័យថាជាទម្លាប់ឧទាហរណ៍ថា he drinks coffee every morning ឬក៏ they play football on Sunday ចំណុចទាំងពីរហ្នឹងហើយគឺជា habits ដែលគាត់បានធ្វើឬក៏ពួកគេបានធ្វើជារៀងរាល់ថ្ងៃចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង time table មានន័យថាពេលវេលាឧទាហរណ៍ថា the class start at 8 am មានន័យថាថ្នាក់ហ្នឹងគឺបានចាប់ផ្ដើមសិក្សានៅម៉ោង8ឬក៏ the bus leaves at 6 pm ឡានក្រុងចាកចេញនៅម៉ោង6អាហ្នឹងគឺជា time table វាបញ្ជាក់ពីថេរវេលាអញ្ចឹងលោកគ្រូសង្ឃឹមថាចំណុចការប្រើប្រាស់ចំណុចទី1នេះបងប្អូននឹងយល់ឥឡូវយើងទៅបន្តមួយទៀតគឺពាក់ព័ន្ធជាមួយនឹង structure ក៏ដូចជា form ក៏យើងហៅថាជាទម្រង់សម្រាប់ structure form ហ្នឹងគឺលោកគ្រូបែងចែកជា4ផ្នែកឧទាហរណ៍ថា form ពាក់ព័ន្ធជាមួយ affirmative ជួនកាលនៅសភៅខ្លះគេដាក់ positive ហៅថាទម្រង់ស្រប negative ទម្រង់បដិសេធ questions ទម្រង់សំណួរ short answer នេះគឺជាចម្លើយដែលយើងឆ្លើយខ្លីៗឥឡូវយើងមកមើល structure នេះ structure បើសិនយើងប្រើជាមួយនឹង affirmative ឬក៏ positive ទម្រង់ស្របនេះ
ធម្មតាយើងមាន structure subject ជាមួយនឹង base verb ហ្នឹងគឺជួនកាលគេហៅថា infinitive ឬក៏ verb 1ហ្នឹងវាតែមួយទេហើយទី2គឺពាក់ព័ន្ធជាមួយនឹង negative ទម្រង់បដិសេធ subject យើងយក do ឬក៏ does ជាមួយនឹង not មកប្រើហើយ base verb យើងកិរិយាសព្ទយើងយក base verb មានន័យថា verb 1ដដែលណាសំដែងឲ្យសំណួរគឺពាក់ព័ន្ធជាមួយនឹង yes no ដូចគ្នាគឺ do ក៏ដូចជា does យើងយកមកដាក់ខាងមុខមកហើយដាក់ subject ហើយនឹង base verb មានន័យថា verb 1ឥឡូវយើងមកមើលឧទាហរណ៍ I work every day I work every day អានេះនៅក្នុងaffirmative ទម្រង់ស្រប she works every day ក៏នៅក្នុងទម្រង់ affirmative ដូចគ្នាគាត់ថាវាខុសគ្នាយ៉ាងម៉េចលោកគ្រូនឹងបញ្យល់ពាក់ព័ន្ធជាមួយនឹង spelling rule តិចនៅ slide ខាងមុខដល់ពេល negative គឺយើងមើល I don't ឬក៏ I do not ឬក៏ don't work ឬក៏ he does not ឬក៏ doesn't work អានេះគឺជាទម្រង់វែងអានេះជាទម្រង់កាត់he does not ជាទម្រង់វែងឬក៏ he doesn't គឺជាទម្រង់កាត់ work គឺជា negative form ចំណែកឯ question នៅពេលយើងប្រើ are you everyday ជាប្រើ do you work ដល់ពេលយើងប្រើជាមួយ he it does she work អីចឹងទៅហើយនេះគឺជា yes no question ចម្លើយខ្លីៗឧទាហរណ៍ថាយើងសួរ do you work ឬក៏ does she work អីចឹងណាទៅយើងឆ្លើយ yes I do បើសិនគេសួរ you តែបើសិនគេសួរដោយ third person singular he she it អានេះយើងឆ្លើយថា yes she does ឬក៏ no she doesn't ជាចំណុច structure ដែលលោកគ្រូបានបញ្យល់ឥឡូវយើងទៅខាងមុខទៀតពាក់ព័ន្ធជាមួយនឹង spelling rule ទៅនេះគឺលោកគ្រូចង់សំដៅទៅលើ third person singular he she it អញ្ចឹង spelling rule ដែលយើងត្រូវរៀនគឺមាន3ទី1គឺពាក់ព័ន្ធជាមួយនឹងថែម s ឧទាហរណ៍ថាពាក្យ work ទៅជា works ឧទាហរណ៍ she works in the hospital ត្រូវចាំថា third person singular បើសិនយើងប្រើជាមួយនឹង I you we they តែនេះគឺយើងអត់បានផ្លាស់ប្ដូរទេនៅក្នុងទម្រង់ស្របហើយចំណុចទី2គឺយើងថែម es បើសិនវាកិរិយាសព្ទហ្នឹងវាបញ្ចប់ដោយ s sh ch x o ឬក៏ z ឧទាហរណ៍ថាពាក្យ go នៅពេលដែលយើងប្រើទៅលើ third person singular he she it យើងនឹងដាក់ថា goes ឧទាហរណ៍ he goes to school by bus ឃើញអត់ go នេះទៅជា goes ចំណែកឯចំណុចទី3 change y to ies ឧទាហរណ៍ពាក្យ study ទៅជា studies ឧទាហរណ៍ he study English at university យើងឃើញអត់អញ្ចឹងវាបញ្ចប់ដោយ y កាលណាវាបញ្ចប់ដោយ y យើង change y មានន័យថាយើងដូរ y ចេញដាក់ ies ហ្នឹងសម្រាប់ third person singular ដូចគ្នាឥឡូវលោកគ្រូសូមបញ្ចប់ពាក់ព័ន្ធជាមួយនឹង spelling rule ឥឡូវយើងទៅមើលពាក់ព័ន្ធជាមួយ expression ដែលលោកគ្រូមានចំណុចមួយចំនួនដែលអ្នកនរគ្នាត្រូវប្រើប្រាស់ក្នុង common verb ក្នុង common words ជាមួយនឹង present simple ឧទាហរណ៍ពាក្យ always usually often sometime rarely never every day week year ឧទាហរណ៍ she always study at night
She always studies at night ទី2 He usually plays basketball every weekend He usually plays basketball every weekend ឃើញទេអញ្ចឹងគឺកន្លែង always usually តើហ្នឹងគឺពាក់ព័ន្ធជាមួយនឹង time expression ចង់បញ្ជាក់ថាពេលណាមួយជាក់លាក់ឥឡូវយើងមើលឧទាហរណ៍បន្ថែមទៀត I teach English យើងឃើញទេកិរិយាសព្ទតនេះអត់មានដូរទេដោយសារអីនៅពេលដែលយើងប្រើជាមួយ I you we they កិរិយាសព្ទហ្នឹងមិនត្រូវបានដូរទេលើកលែងតែ he she ឬក៏ it ឧទាហរណ៍ថាទី2 he teaches English ឃើញទេអានេះបានដូរឃើញវាបញ្ចប់ដោយ ch ជាងយើងថែម es number 3 we don't understand the lesson ឃើញអត់ជាទម្រង់បដិសេធ we don't ប៉ុន្តែបើសិនយើងប្រើជាមួយ he it maybe he doesn't មិនមែន we don't ទេ maybe he doesn't ចំណែកទី4គឺទម្រង់សំណួរ does she live in Phnom Penh អញ្ចឹងនេះគឺជាឧទាហរណ៍បន្ថែមទៀតដែលងាយស្រួលសម្រាប់បងប្អូនឥឡូវលោកគ្រូចង់ឲ្យអ្នកទាំងអស់គ្នា practice ពាក់ព័ន្ធជាមួយនឹង exercise តិចតើយើងធ្វើត្រូវអត់អញ្ចឹង fill in the blanks នេះមានន័យថាយើងយកពាក្យនៅក្នុងរង្វង់កញ្ចក់ហ្នឹងយកមកដាក់ឲ្យត្រូវឧទាហរណ៍ថា she go ឬក៏ she goes to school every day អ្វីដែលយើងបានរៀនពី spelling rule ពីមុនមកពី slide មុនមកតើយើងចេះបានប៉ុណ្ណាអញ្ចឹងយើងអាចបំពេញខ្លួនឯងឥឡូវកុំឲ្យខាត់ពេលយូរឥឡូវលោកគ្រូសូមចូលមើលចម្លើយទាំងអស់គ្នាគឺបែបនេះណាអញ្ចឹងអ្នកនរគ្នាអាចមើលបានចំណុចនេះជាចំណុចចុងក្រោយអញ្ចឹងបើសិនជាបងប្អូនចូលចិត្តក៏ដូចជាការបង្ហាត់បរៀនពីលោកគ្រូអ្នកនរគ្នាអាចជួយ Subscribe ឬក៏ប្រាប់មិត្តភ័ក្តិឲ្យចូលមកសិក្សានៅក្នុង YouTube Channel របស់លោកគ្រូបានបាទសូមអរគុណច្រើនជួបគ្នានៅវគ្គបន្តទៀតសូមអរគុណ